បាទនៅក្នុងប្រទេសខ្មែរយើងគឺអូតែលមួយដែលខ្ញុំគិតថាប្រិមិត្តយើងក៏អាចនឹងស្គាល់ដែរគឺគេហៅថា Intercontinental Hotel បាទអញ្ចឹង Intercontinental Hotel ហ្នឹងគឺជា super brand មួយរបស់ IHG Hotel brand ហ្នឹងហ្មងអញ្ចឹង premium luxury របស់គាត់ហ្នឹងគឺហៅថា Intercontinental Hotel បាទនៅស្រុកខ្មែរយើងមានប៉ុន្តែឥឡូវយើងលែងមាន hotel franchise ហ្នឹងមួយហើយបាទអាចថាគេដកចេញយូរណាស់ហើយអញ្ចឹងនៅប្រទេសវៀតណាមឬមួយក៏ថៃឬមួយក៏សិង្ហបុរីជាពិសេសហ្មងគឺមានច្រើនហើយ brand ហ្នឹងអាចថាជាលក្ខណៈបែប luxury អញ្ចឹងតម្លៃរបស់គាត់ក៏វាខ្ពស់ដែរអាចថា$200-300ក្នុងមួយយប់អីចឹងទៅបាទអញ្ចឹងជាថ្មីម្ដងទៀតហ្នឹងខ្ញុំបាទឈ្មោះ Garda សូមស្វាគមន៍ប្រិយមិត្តយើងជាថ្មីម្ដងទៀតមកកម្មវិធី episode ថ្មីនេះដែលក្នុងថ្ងៃនេះគឺខ្ញុំនឹងវិភាគ Hotel brand IHG បាទហើយការវិភាគទាំងអស់ហ្នឹងគឺបែបលក្ខណៈបែបជាអប់រំទេជា entertainment ទេខ្ញុំមិនមែនក្នុងន័យជា recommendation ថាត្រូវតែទិញ stock នេះទៅទិញ stock នោះទេបាទអញ្ចឹងដើម្បីកុំឲ្យយើងខាតពេកយើងក៏លេចមើលទៅលើ Morning Star ទៅមើលថាតើ IHG ប្រៀបធៀបជាមួយនឹង Hyatt ឬមួយនឹង Marriott វិញតើយ៉ាងម៉េចវិញដែរយើងពិនិត្យមើលទៅលើ IHG តែម្ដងហ្មងទៅអញ្ចឹងខ្ញុំវាយ type IHG ឃើញថា Intercontinental Hotel Group នឹងឯងបាទអញ្ចឹងយើងមើលឃើញថាតម្លៃគាត់លក់នោះគឺល្បាក់ប្រហែល Hyatt ដែរអញ្ចឹងយើងក៏លេចមើលថាប្រៀបធៀបនេះយ៉ាងម៉េចវិញ already គឺ Morning Star ដាក់ផ្កាយមួយហ្នឹងគឺខ្ញុំមិនសូវជាល្អមកទេអញ្ចឹងយើងមាន Marriott ដែល Morning Star for some reason គាត់ឲ្យផ្កាយ2 Hyatt ឲ្យគាត់ឲ្យផ្កាយ3តែយើងមើលទៅឃើញថាដូចមិនគួរចាប់អារម្មណ៍សោះ Hyatt ឥឡូវមក IHG ក៏ឲ្យផ្កាយ1អញ្ចឹងវាមាន high power របស់គាត់ដែរ Morning Star មែនតើបងប្អូនគាត់នេះធម្មតាពេលដែលយើងជាវនៅក្នុង Morning Star ជា subscribe របស់គាត់ហ្នឹងគឺគេយើងអាចមើល read full report បាទអញ្ចឹងនៅក្នុង read full report ហ្នឹងអាចថាជា expert ដែលគេជំនាញខាង industry hotel industry មួយអីហ្នឹងគេវិភាគទៅលើ hotel នីមួយៗហ្នឹងអូខេចំណែកឯ company profile វិញយើង check មើលគឺថា Intercon Group ហ្នឹងគឺ operate under និយាយទៅជិត1លានកន្ទុក not so bad ដែលមាន20 brand នៅក្នុងនោះយើងមាន Holiday Inn Holiday Express Indigo Kimpton Voco សិត brand អាចថាលំដាប់ផ្កាយ3 ផ្កាយ4ហ្នឹងឯងបាទតូចហ្នឹងហើយយើងមើលទៀតអញ្ចឹងនៅសហរដ្ឋអាមេរិកក៏នៅតែខ្ពស់ដែរគឺថាប្រទេសអាមេរិកគឺ 53% នៃ hotel room បាទហើយនៅប្រទេសចិនខ្លួនឯងហ្នឹងគឺ 20% បាត់ហើយអញ្ចឹងពេលណាដែលគាត់មានបញ្ហាជាមួយនឹងប្រទេសចិនមួយអីគឺនឹងប៉ះពាល់ brand របស់ hotel ទាំងឡាយហើយបើយើងចង់វិភាគអត់មែនតែនមកតោះតែយើងចំណាយពេលច្រើនជាងនឹងបន្តិចយើង go through ឲ្យស៊ីជម្រៅដើម្បីយើងកក់ក្ដៅជាមួយនឹងការវិនិយោគទុនណាមួយបាទអញ្ចឹងបើយើងមើល trading information ក៏ស្តៀងគ្នានឹង hotel ផ្សេងៗទៀតដែរគឺថារយៈពេល52អាទិត្យ range នេះគឺមាន97ពី61រហូតដល់159ឥឡូវតម្លៃរបស់គាត់ trading ឥឡូវគឺ145ពី55អញ្ចឹងសឹងតែ hit record ដូចគ្នាដែរអញ្ចឹងអូតែ3ដែលយើងមើលសិតតែខ្ពស់អញ្ចឹង market cap វិញអញ្ចឹង market cap ឃើញថា IHG នេះគឺមាន 21.88 billion dollars អញ្ចឹងខ្ពស់ជាង Hyatt ក៏ប៉ុន្តែទាបជាង Marriott បាទហើយបើយើងមើលទៅលើបុគ្គលិកវិញគឺមានដល់ 12,587 នាក់បាទมันជាច្រើនណាស់ណាទេបើយើងប្រៀបធៀបជាមួយនឹង Hyatt ជាមួយនឹង Marriott ដែលមានដល់ទៅ50,000ហើយទៅដល់40,000នាក់ទេអញ្ចឹងយើងមើលទៅលើ PE វិញ price to earning ratio វិញយើងឃើញថាប្រៀបធៀបជាមួយនឹង Marriott និង Hyatt ហ្នឹងឃើញថា IHG ទាបជាងក៏ប៉ុន្តែនៅតែខ្ពស់ជាងសម្រាប់ខ្ញុំ ideally ខ្ញុំ PE ដែលខ្ញុំកក់ក្ដៅមែនតើដែលខ្ញុំចង់បានគឺល្បាក់ត្រឹមក្រោម 15% និយាយទៅ15បាទក្រោម 15អញ្ចឹងសម្រាប់ពេលឥឡូវនេះគឺថាកម្រមាន stock ណាដែលដល់ 15ហ្នឹងណាបាទជាពិសេសក្រុមហ៊ុនធំៗផ្នែកអន្តរជាតិ multinational company ហ្នឹងសឹងតែអត់មានមកអញ្ចឹងក្នុងន័យហ្នឹងយើងឃើញថាផ្សារហ៊ុននៅក្នុងពិភពលោកគឺថ្លៃខ្ពស់បាទខ្ពស់មែនតើហ្មងបាទអូខេអញ្ចឹងក្រៅពីហ្នឹងគឺយើងមើលទៅលើស្អីគេឥឡូវយើងមើលទៅលើ return on asset របស់គាត់យើងឃើញថា asset របស់គាត់ not so bad very good មែនតើគឺខ្ពស់មែនតើដល់ទៅ15ពី6 63%ប៉ុន្តែយើងឃើញថា return on equity negative ប្រហែលជា negative ឬមួយអី unknown អញ្ចឹង return on invested capital ក៏ very good ដែរ
ចឹងក្នុងន័យហ្នឹងបើយើងប្រៀបធៀបទៅគឺឃើញថា IAG ហ្នឹងអាចថាមើលទៅលើ graphic នេះពី2018រហូតដល់2025ហ្នឹងគឺយើងឃើញថាគាត់ lead consistently lead hotel brand Marriott ហើយនិង Hyatt អូខេអញ្ចឹងយើងកលេចមើលមក price and fair value វិញឃើញថាយ៉ាងម៉េចវិញដែរអញ្ចឹងយើងមើលទៅលើនេះយើងឃើញថា oh wow based on ទៅលើ information នេះ for some reason fair value របស់គាត់ Morningstar ឲ្យខ្ពស់មែនតើបាទឲ្យខ្ពស់អាហ្នឹង for some reason ខ្ញុំអត់ដឹងហេតុអីគាត់ឲ្យដល់ថ្នាក់ហ្នឹងទេអញ្ចឹងណាជាទូទៅយើងឃើញថាអាក្រហមនិងខ្មៅនេះឃើញតែផាក់ហែគ្នាឡើងចុះអីចឹងណាតែដល់ពេលនេះគឺយើងឃើញថាតាំងពី2011រហូតដល់ឥឡូវហ្នឹងឃើញថា fair value គឺគាត់ឲ្យតម្លៃខ្ពស់មែនទែនទៅលើ IAG នេះប៉ុន្តែតម្លៃវិញគឺមិនបានដល់ខ្ពស់ដល់ហ្នឹងព្រោះគាត់ឲ្យមែនទែនគឺមើលលំបាកនេះគាត់ឲ្យដល់ទៅ4000 5000លើកលែងតែថ្មីនេះដែលវាធ្លាក់ចុះមក120វិញ for some reason អាហ្នឹងហេតុអីខ្ញុំក៏អត់ដឹងដែរអញ្ចឹងអាហ្នឹងវាសុទ្ធសឹងតែជា question mark មួយដែលយើងត្រូវពិនិត្យមើលហេតុអីបាន Morningstar គាត់ consistently ឲ្យរយៈពេលតាំងពីនិយាយទៅ10ឆ្នាំជាងផ្លាយលើសឲ្យទៅ fair value ខ្ពស់តែថ្មីហ្នឹងគឺធ្លាក់ចុះមកវិញ update មកវិញអញ្ចឹងច្បាស់ជាមានហេតុផលរបស់គាត់ដែរបាទអញ្ចឹងយើងឃើញថាបើយើងពិនិត្យមើល total return percentage វិញឃើញថា on average តាំងពី2011រហូតដល់2025ហ្នឹងឃើញថា return របស់គាត់លំបាក16.84% អញ្ចឹង17%ឃើញថាខ្ពស់អញ្ចឹង price របស់គាត់ឃើញថាខ្ពស់បើយើង invest ពីជាមួយនឹង index ដែលគេឲ្យ9.04 អញ្ចឹងណាបាទអញ្ចឹងក្នុងន័យតម្លៃទីផ្សារវិញគឺឃើញថាទាបអញ្ចឹងណាបាទអញ្ចឹងក្នុងន័យហ្នឹងសម្រាប់យើងកក់ក្ដៅថា IAG បើសិនខ្ញុំមានលុយខ្ញុំ invest តាំងពី2016ចឹង on average គឺខ្ញុំចំណេញបាន6 17 10% ក្នុងមួយឆ្នាំដែរបាទអានោះបើសិនជាខ្ញុំទិញលក់ឬក៏ price នឹងវាឡើងចុះហ្នឹងណាបាទអូខេអញ្ចឹងក្រៅពីហ្នឹងយើងមើលទៅលើ key metric វិញអញ្ចឹងយើងមើលក្នុង revenue របស់យើងតាំងពី2020ជិតសម័យ COVID រហូតដល់ឥឡូវគឺថាកើនឡើងដូចគ្នាបាទកើនឡើង consistently កើនឡើងអត់មានអវិជ្ជមានឯណាមួយទេហ្នឹង that's a good thing យើងចង់បានឃើញអញ្ចឹង net income វិញអូខេយើងដក2020ចេញដែលសម័យ COVID ហ្នឹងយើងឃើញថា net income របស់គាត់ក៏ដូចគ្នាដែរគឺកើនឡើងជាប្រចាំគំនិតគាត់ថាការកើនឡើងហ្នឹងមិនជាច្រើនណាស់ណាដែរទេបាទបើប្រៀបធៀបជាមួយនឹងចំណូលរបស់ Marriott បាទអញ្ចឹងការពីហ្នឹងយើងមើលទៅលើ cash flow វិញអញ្ចឹង free cash flow វិញ not so bad យើងឃើញថាគាត់យ៉ាងណាគាត់មកយើង Hyatt ដែរនិយាយទៅអញ្ចឹងឃើញថាគាត់ចំណេញនៅចំណេញបាន670 លានដុល្លារដែរបើយើងនិយាយទៅក្នុងឆ្នាំ2025ដល់ឆ្នាំ2025អញ្ចឹងយើងមើលថា growth វិញយើងចង់ដឹងថាអតីតកាលយើងឃើញថាអញ្ចឹងហើយក៏តែសម្រាប់ទៅថ្ងៃអនាគតវិញជា prediction យ៉ាងម៉េចវិញអញ្ចឹងណាបាទអញ្ចឹងចំណុចមួយដែល prediction ហ្នឹងគឺ earning per share ហ្នឹងឯងយើងមើលថានេះ3ឆ្នាំ5ឆ្នាំ10ឆ្នាំគេ predict ថាយ៉ាងម៉េចវិញអញ្ចឹង it's a good thing ដែលតាំងពីឆ្នាំ2024មកនេះគឺឃើញថា consistently ឃើញគាត់ឲ្យតម្លៃទៅក្រុមហ៊ុន IAG នេះយ៉ាងអ្នកវិភាគហ្នឹងគឺគេឲ្យតម្លៃទៅលើក្រុមហ៊ុនហ្នឹងអញ្ចឹង it's a good thing សម្រាប់យើងបាទចំណែកមើលទៅលើ profitability អញ្ចឹងសម្រាប់ខ្ញុំ return on asset 15% 13% គឺខ្ពស់និយាយទៅតាំងពី2021រហូតដល់ឥឡូវហ្នឹងគឺឃើញតែគាត់កើនឡើងហើយខ្ពស់ទៅដែរអញ្ចឹង it's a good thing ក៏មិនដែរ return on equity negative unknown អញ្ចឹងអាហ្នឹងវាជាកត្តាមួយដែលយើងត្រូវពិនិត្យមើលបន្តទៀតដែរក្រៅពីហ្នឹងយើងមើល financial health អញ្ចឹង financial health យើងមើលទៅលើ interest coverage អញ្ចឹងដូចគ្នាជាមួយនឹង Marriott ដែរឃើញថា interest coverage របស់ IAG ខ្ពស់មែនតើបាទអញ្ចឹងអាហ្នឹង it's a good thing ចំណែក debt to equity យើងឃើញថា unknown អញ្ចឹងណាបាទអញ្ចឹងអាហ្នឹងអាចថាគាត់ negative ឬក៏មួយយ៉ាងម៉េចយើងក៏វាអត់ដឹងដែរអញ្ចឹង based on the book value ដែល negative អញ្ចឹង most likely គឺថា debt to equity របស់គាត់ក៏ negative ដែរអញ្ចឹងគ្រាន់តែមើលមកត្រួសប៉ុណ្ណឹងគឺយើងឃើញថាมันសូវជាល្អប្រហែលទេ no wonder Morningstar ឲ្យគាត់ផ្កាយតែមួយហ្នឹងអញ្ចឹងវាមានហេតុផលរបស់គាត់យ៉ាងដែរបាទអញ្ចឹងក្រៅពីហ្នឹងយើងមើល earning call របស់គាត់វិញឆ្នាំ2025ហ្នឹងតើ CEO ហ្នឹងគាត់និយាយយ៉ាងម៉េចវិញអញ្ចឹងជាសង្ខេបមកវិញហ្នឹងគឺថា CEO គាត់និយាយគាត់និយាយច្រើនគាត់និយាយពី growth ហ្នឹងគាត់និយាយពី growth របស់ EBITDA 13% earning per share 9-10% កន្ទប់របស់គាត់ room របស់គាត់
គាត់បានបើកក្នុងឆ្នាំ2025នោះបាន31000ឥឡូវគាត់ hit ដល់ទៅ1លានកន្ទប់ហើយបាទអញ្ចឹង not so bad និយាយទៅខ្ពស់និយាយទៅ high IIG នោះសឹងថាគ្រប់ប្រទេសគឺយើងដើរជាពិសេសអាស៊ីយើងខ្មែរយើងបងប្អូនខ្មែរយើងដើរទៅកាន់ប្រទេសនៅអាស៊ីมันខ្វះហូតែគេទេបាទបើសិនជាយើងជាសមាជិករបស់ IIG វិញมันខ្វះទេបាទហើយគាត់មែនតើទៅប្រៀបធៀបជាមួយគាត់ផ្ទុយមួយ Hyatt គាត់ focus ច្រើនទៅលើ business ឬមួយក៏ traveler បែបលក្ខណៈកាយ3អីចឹងទៅបាទកាយ2កាយ3ចឹងទៅมัน focus ទៅលើ luxury ខ្លាំងទេបើទោះបីជាខ្ញុំនិយាយអំពី Intercon ក៏ដោយអញ្ចឹង Intercon ហ្នឹងអាចថាជា luxury brand unique សម្រាប់ IHG brand ហើយបាទជាទូទៅគាត់ប្រើបែបលក្ខណៈកាយ3ហ្នឹងក៏មានច្រើនដែរ Holiday Inn បាទអញ្ចឹង Holiday Inn Express Holiday Inn ហ្នឹងសិតតែផ្កាយ3លំដាប់ផ្កាយ3ឯធូរថ្លៃបាទទេបាទអញ្ចឹងក្រៅពីហ្នឹង CEO គាត់និយាយថាគាត់ក្នុងឆ្នាំហ្នឹងគាត់នឹង return 1.1 លានដុល្លារទៅឲ្យ shareholder តាមរយៈ dividend និង share buyback បាទអញ្ចឹងពេលណាដែលក្រុមហ៊ុនគាត់សល់លុយគាត់មិនដឹងធ្វើអីគាត់ចែកជាគាត់ distribute ទៅឲ្យជាតាមរយៈ dividend ទៅឬមួយក៏ share buyback ទៅឲ្យ shareholder របស់គាត់វិញសម្រាប់ Bulls and Bear វិញ Bull គេនិយាយថាម៉េចអញ្ចឹង Bull គេនិយាយថាចំណុចល្អរបស់គាត់គឺថាខ្ពស់មានកន្ទប់ដល់1លានកន្ទប់អញ្ចឹងប្រៀបធៀបជាមួយ Marriott គាត់ប្រកួតបើទោះបី Marriott មានដល់ 1.5 1.6 លានកន្ទប់ក៏ដោយអញ្ចឹង IHG តាមកាត់អញ្ចឹងបាទហើយចំណុចដែលពិសេសនេះគឺថា earning per share របស់គាត់គឺខ្ពស់មែនតើគឺ 9-10% បាទអញ្ចឹង not so bad បើយើងមានលុយយើង invest ជាមួយនឹងគាត់ earning per share របស់គាត់ឲ្យបានចំណែក Bear វិញគេនិយាយថាដដែលគឺថា America softness គឺនិយាយដល់មកពាក្យហ្នឹងបានថានៅសហរដ្ឋអាមេរិកទីផ្សារសេដ្ឋកិច្ចហ្នឹងគឺវាអត់សូវល្អហ្មងទេអញ្ចឹងសម្រាប់វិស័យអូតែលហ្នឹងគឺមិនសូវជាល្អបានថាពេលណាដែលមនុស្សមិនសូវដើរមិនសូវធ្វើដំណើរទៅរកស៊ីទៅប្រជុំទៅអីអស់ហ្នឹងវានឹងប៉ះពាល់ទៅដល់អាជីពផ្នែកអូតែលហ្នឹងហើយបាទហើយនៅទីផ្សារនៅស្រុកចិនវិញ negative ទៀតអញ្ចឹងណាបាទអញ្ចឹងដោយសារអានេះគេនិយាយ higher removal មានន័យថានៅស្រុកចិនបានថាអូតែលមួយចំនួនគឺគេដក brand ហ្នឹងគឺគេឈប់ប្រើប្រាស់ IHG brand ទៀតដែរចាអាហ្នឹង that's not so good សម្រាប់យើងមែនតើទៅបាទអូខេអញ្ចឹងក្រៅពីហ្នឹងយើង check មើលទៅលើ dividend តែមើលតើយ៉ាងម៉េចវិញអញ្ចឹង dividend យើងឃើញថាពីមួយឆ្នាំទៅខាងគាត់ព្យាយាមឲ្យលើកលែងនៅឆ្នាំ2020 2021ដែលគាត់អត់បានឲ្យដោយសារសម័យ COVID តែចាប់ពី2022ឡើងឃើញតែគាត់ឲ្យជាប់ជាប្រចាំឡើង 1.35 1.42 1.58ឲ្យកើនឡើង consistently ជាភាគរយ yield ក៏អាចថាល្បាក់ 1.97 1.5 អញ្ចឹងយើងឃើញថាมันជាច្រើនណាស់ហើយ 1% ជាងក៏ប៉ុន្តែគាត់ margin អត់បាទឥឡូវយើងមើល ownership ហ្នឹងតើអ្នកដែលគាត់ទិញភាគហ៊ុនហ្នឹងយ៉ាងម៉េចដែរអញ្ចឹងយើងឃើញយ៉ាង American Fund Capital Group Vanguard សិតតែក្រុមហ៊ុនធំៗ Fidelity Advisor អាចថាក្រុមហ៊ុន insurance ក្រុមហ៊ុនវិនិយោគទុនឡាក់អីចឹងណាបាទអញ្ចឹងគាត់ invest អញ្ចឹងហើយអញ្ចឹងក្រៅពីហ្នឹងយើងមើលទៅលើ owner វិញ executive វិញអញ្ចឹង CEO របស់គាត់មិនវិញប្រៀបធៀបជាមួយនឹង Marriott និង Hyatt CEO របស់ IHG มันជាច្រើនប្រហែលនេះតាំងពីឆ្នាំ2020តែមិនដល់1លានដុល្លារផងឥឡូវឡើងដល់ 7.5 លានគឺការឡើងច្រើនក៏ប៉ុន្តែប្រៀបធៀបគឺចាញ់ដាច់ហ្មងហេតុអីដោយសារខ្ញុំគិតហ្នឹងគឺថាដោយសារតែ IHG brand គឺជាប្រទេសអង់គ្លេសមិនមែនជាប្រទេសអាមេរិកនៅអាមេរិកគឺ CEO គឺគាត់ហ៊ានឲ្យដេញថ្លៃឲ្យបានខ្លាំងខ្ពស់មែនតើចំណែកទៅនៅទេអឺរ៉ុបឬមួយក៏អីប្រាក់ខែរបស់គាត់មិនជាច្រើនប្រហែលដែរទេបាទអញ្ចឹងជាថ្មីម្ដងទៀតហ្នឹងខ្ញុំបាទឈ្មោះកាណាសូមអរគុណប្រិយមិត្តដែលបានមកចូលទស្សនានៅការវិភាគ Hotel Brand IHG នេះមែនតើខ្ញុំនៅសល់ brand មួយទៀតដែលអាចថាជា favorite របស់ខ្ញុំតែម្ដងមកគឺយើងហៅថា Allacor ហ្នឹងអាចថាប្រិយមិត្តប្រហែលជាស្គាល់ហើយ Hotel របស់គាត់បាទហើយអញ្ចឹងនៅក្នុង episode បន្ទាប់ហ្នឹងគឺខ្ញុំនឹងនិយាយអំពីរឿងហ្នឹងឯងបាទ